រកឆ្នាំអត់ទៅដល់ខែច្រូតហើយអញ្ចឹងអ្នកខ្វៀលទានៅខាងខេត្តកំពតដឹងតែគាត់មកខ្វៀលទានៅភូមិខ្ញុំហើយឆ្នាំនេះក៏ដូចគ្នាដែរបងប្អូនហើយគាត់មកឡើងមកទឹកជាងហើយដល់ពេលអញ្ចឹងទៅនឹកឃើញថាចង់ទិញពងទារបស់គាត់នឹងយកមកត្រាំប្រៃហ្នឹងមកទិញពងទា50គ្រាប់ដល់ពេលចេញទៅទិញពងទាមកក៏ចូលហូបអីនៅកន្លែងចិត្តគេលក់ពងហ្នឹងបងប្អូនហើយកន្លែងគាត់នេះតំណងមែនតែនពងមាន់អាំងសាច់គោអាំងសាច់ក្រកជើងមាន់ស្លាបមាន់នេះនិយាយទៅតំណងទាំងអស់តែគាត់ថាកូនខ្ញុំចូលចិត្តជាងគេនោះគឺពងមាន់អាំងដល់ពេលអញ្ចឹងទៅកំងគាត់5ចានហើយខ្ញុំក៏កំងសាច់គោអាំង2ចង្កាក់ដែរបងប្អូនថ្ងៃមួយហ្នឹងបងប្អូនខ្ញុំក៏ទិញសាច់គោអាំងហើយនឹងស្លាបមាន់យកផ្ញើខ្ញុំដល់ពេលខ្ញុំហូបទៅឆ្ងាញ់បងប្អូនត្រូវមាត់ហើយអញ្ចឹងទៅក៏មកសាក់ម្សាទៀតតែមានអីបងប្អូនអើយរសជាតិនៅដែលហើយកូនពៅខ្ញុំចូលចិត្តពងមាន់អាំងណា2 3ចានម្នាក់ឯងក៏អស់ដែរហើយកូនបងខ្ញុំក៏ដូចគ្នាដែរបងប្អូនមានពងមាន់អាំងមានសាច់គោអាំងហើយថែមអាយកូឡាមកដបទៀតតាមប៉ាត់ទៅដើរលេងមួយកូនសប្បាយម្យ៉ាងដែរតែណាតែខ្ញុំអត់មានពេលនាំពួកគាត់ដើរលេងតើហើយដើរលេងនឹងអត់មាននៅណាឆ្ងាយទេនៅតែចិត្តផ្ទះនឹងឯងបងប្អូនចំណាយអស់តែ10000នៅនឹងហូបឡើងមួយឆ្អែត3 4នាក់ម៉ែកូនហើយកូនខ្ញុំថ្ងៃហ្នឹងគេសប្បាយចិត្តណាបានម៉ែចេញម៉ោង4បានម៉ែនាំដើរលេងញ៉ាំអីប៉ុន្តែម៉ែនេះអត់សប្បាយចិត្តទេណាបងប្អូនចាញ់មួយថ្ងៃ2ថ្ងៃអត់ទៅបានទេដល់ពេលចេញតែកន្លះខែឲ្យគឺសេតតិចហើយព្រោះថាខែក្រោយនឹងរវល់ច្រើនមែនតែនការបនហ្នឹងបងប្អូនដឹងស្រាប់ហើយចាប់ពីខែ2ខែ3ហ្នឹងទៅសបុតចូលច្រើនរោងដល់ពេលយើងអត់ថែម៉ោងធ្វើការរំចាត់អត់ថែម៉ោងបានលុយតិចណាបងប្អូនអញ្ចឹងបានម្នាក់គាត់ប្រឹងថែម៉ោងមិនថាគេមិនថាខ្ញុំទេអ្នកខ្លះថែមតែម៉ោង8អ្នកខ្លះថ្ងៃអាទិត្យផងថ្ងៃបនផងដើម្បីអីបងប្អូនដើម្បីឲ្យចាយគ្រប់គ្រាន់ប៉ុន្តែខ្ញុំខែនេះអត់សូវពិបាកបានទេព្រោះដោយសារតែខ្ញុំខែនេះសាឡនខ្ញុំរៀងដាច់គួរសមបើថ្ងៃសម្រាកថ្ងៃអាទិត្យថ្ងៃបុណ្យអីចឹងទៅគឺខ្ញុំបានរកលុយក្រៅដែរបងប្អូនចឹងទៅយើងរៀងចាយបបបន្តិចតែបើសិនជាពឹងតែរោងចក្រឲ្យអត់ថែម៉ោងទៀតគឺចាប់ហើយ